សកលលោកដ៏អាតកំបាំងកញ្ចុំផ្កាយដ៏ធំល្វឹងល្វើយចរន្តដែលវិលវល់រវាងមេឃនិងដីមានថាមពលវិញ្ញាណយ៉ាងបរិបូរណ៍ដែលអនុញ្ញាតឲ្យមនុស្សលោកអាចទម្លុះដែនកំណត់ដើម្បីឈានដល់ការត្រាស់ដឹងជាទេវៈក៏ប៉ុន្តែអ្វីទាំងអស់ក្នុងលោកតែងមានទល់ឲ្យភាពមានវិញ្ញាណក៏មានបិសាចមានអំពើល្អក៏មានអំពើអាក្រក់ពួកបិសាចកំណាចបានคล้ายជានិកយៈថាមពលដ៏បរិសុទ្ធគ្រប់ដណ្ដប់ដែនដីទេវៈដឹកនាំដោយនិកាយស៊ូសានដ៏សុចរិតប្រយុទ្ធជាមួយនាគបិសាចត្រឡប់ទៅសមុទ្រខាងជើងរោងភាពយន្តផ្ដាច់មុខយោយោYo-Yo Television Series Exclusiveមហាបិសាចជីខុនឈប់អំនួតទៅថ្ងៃនេះពួកយើងនឹងកម្ចាត់ឯងឲ្យស្លាប់នៅទីនេះដើម្បីយុទ្ធធម៌នៃស្ថានសួគ៌មេឃអីចឹងថ្ងៃនេះនឹងឲ្យពួកឯងបានដឹងថានៅក្រោមច្បាប់នៃស្ថានសួគ៌គ្រប់យ៉ាងសុទ្ធតែជាត្រង់ហ្វឹងស៊ីស៊ួយប្រយ័ត្នការពារខ្លួននាគខ្លាំងពូកែ2 10នេះគឺជាដាវភ្លុះឈីងស៊ុយល្បីល្បាញដោយសារភាពយល់ធម៌រៀបទម្រង់សឹកថាមពលបរិសុទ្ធនៃមេឃដីសុចរិតភាពនៅជាអមតៈថាមពលបរិសុទ្ធនៃមេឃដីក្បាច់រាំដាវសន្សើមខៀវ7ពណ៌
ក្បាច់ដាវរាំបំបែកវិញ្ញាណដាវកុំអីចំណុច1បន្ថែមបន្ថែមបន្ថែមទៀតតើមានរឿងអ្វីកើតឡើងរត់ឲ្យលឿនកុំរត់របស់ខ្ញុំរបស់ក្នុងចន្លោះមេឃនិងដីសុចរិតភាពគង់វង្សអមតៈរោងភាពយន្តផ្ដាច់មុខយោយោកម្មវិធីទូរទស្សន៍ផ្ដាច់មុខយោយោលោកម្ចាស់ដ៏ខ្ពង់ខ្ពស់ចូលនាំសិស្សច្បងឯងចាក់ចេញពីទីនេះទៅលោកគ្រូចង់មានន័យថាសិស្សច្បងមិនទាន់ស្លាប់ទេមែនទេពិតមែនហើយប៉ុន្តែក៏មិនមែនដែរវូជីបានលះបង់ដើម្បីផ្សារភ្ជាប់នាគបិសាចរូបកាយបានរលាយបាត់ព្រលឹងវិញ្ញាណនិងធាតុនាគបានច្របាច់បញ្ចូលតែមួយត្រូវបានបង្ក្រាបនៅក្រោមសរសៃវិញ្ញាណនៃភ្នំស៊ូសានដើម្បីរំលាយធាតុយើងនឹងប្រើភ្លើងទឹកហ្វ្នានមីងលីដើម្បីប្រមូលផ្ដុំវិញ្ញាណទើបអាចបង្កើតរូបកាយឡើងវិញបានប៉ុន្តែបារម្ភថាវិញ្ញាណនឹងប៉ះទង្គិចគ្នារហូតបំផ្លាញការផ្សារភ្ជាប់ចាប់ពីពេលនេះទៅគេមិនអាចរស់នៅលើភ្នំស៊ូសានបានទៀតទេចុះតើសិស្សច្បងនៅអាចត្រឡប់បានទេការបង្កើតរូបកាយថ្មីត្រូវប្រើពេល10ឆ្នាំ10ឆ្នាំហ្វឹកហាត់10ឆ្នាំដើម្បីបើកប្រាជ្ញា10ឆ្នាំដើម្បីទម្លុះឧបសគ្គដល់ពេលនោះគេនឹងត្រឡប់មកវិញដោយឯកឯងប៉ុន្តែនៅពេលនោះក្នុងโลกនេះនឹងគ្មានចាងហ្វុងវូជីទៀតឡើយស៊ូអឺទោះបីយើងបានរកឃើញវិធីឲ្យវូជីឡើងវិញក៏ដោយតែឯងត្រូវបានប្រឡាក់ដោយឈាមនាគហៀបនឹងធ្លាក់ចូលក្នុងផ្លូវបិសាចហើយក្នុងនាមជាគ្រូមានតែធ្វើបែបនេះទេថ្ងៃក្រោយនឹងស្វែងរកវិធីផ្សេងទៀតឲ្យឯងកុំបារម្ភអីទោះបីរូបកាយនាគបិសាចត្រូវបានបំផ្លាញតែដង្ហើមរបស់វាបានសាយភីពេញដែនដីគ្រាន់តែចិត្តមនុស្សមានគំនិតអាក្រក់បន្តិចក៏នឹងបាត់បង់សតិសម្ពញ្ញៈបង្កជាភ្លើងសង្គ្រាមចំណែកឆាងហ្វុងអ៊ូជីបានក៏សាងឡើងវិញនៅលោកីដ៏ច្របូកច្របល់នេះសុំទោស
មានរឿងអ្វី នរណាគេនឹងធ្វើឲ្យខ្ញុំភ័យចង់ងាប់អញក៏ធ្វើពុតជាស្លាប់ដែរមែនទេអ្នកប៊ូសិលអញភ្នែកខ្វាក់មែនទេអញធ្លាប់ឃើញអ្នកប៊ូសិលបែបហ្នឹងតាមពិតគឺជាមនុស្សខ្វាក់មែនតើយករបស់មកឲ្យខ្ញុំវិញឲ្យឈប់សិនខ្ញុំប្រាប់ឲ្យឯងយករបស់មកឲ្យខ្ញុំវិញតែមួយថងទេណាមិនអាចសុំលើសនឹងទៀតទេនៅខាងនោះចាប់ពួកគេឲ្យបានតបសត្រូវមកហើយប្រញាប់រត់ទៅចាំបន្តិចកុំបារម្ភទៅជាមួយខ្ញុំច្បាស់ជាមិនត្រូវបានគេចាប់ខ្លួនឡើយឲ្យឯងយករបស់មកឲ្យខ្ញុំវិញទេគឺមិនទាន់ពេលទេខ្ញុំនឹងឲ្យឯងឃើញថាអ្វីទៅដែលហៅថាឈួតហើយរឿងធំហើយអណ្ដាតអណ្ដាតអស់ទឹកទៀតហើយអស់ទឹកហើយលោកមេភូមិលោកមេភូមិអស់ទឹកហើយលោកមេភូមិមកហើយមកឥឡូវនេះហើយលោកមេភូមិនេះអស់រយៈពេលជាច្រើនថ្ងៃមកហើយដែលគ្មានអ្នកភូមិចិត្តស៊ូទ្រាំមិនរួចទៅហើយពិតមែនហើយបើគ្មានទឹកតើឲ្យរស់យ៉ាងម៉េចទៅតែការធ្វើសង្គ្រាមប្រភពទឹកត្រូវបានបំពុលអស់ហើយមានតែបួងសួងដល់ទេវតាប៉ុណ្ណោះដល់វេលាជ័យមង្គលហើយសូមអញ្ជើញវត្ថុស័ក្តិសិទ្ធិមេភូមិមិនស្រួលទេអណ្ដូងទឹកស័ក្តិសិទ្ធិបាត់ហើយស្អីគេមកនេះធ្វើស្អីហ្នឹងមកនេះចុះមនុស្សម្នាក់នោះនៅណាមាន3កម្រិតលែងយើងសិនទៅយើងពិតជាមិនរត់ទេល្អណាស់មិនបាច់រំខានអ្នកទេក្បាលយើងមិនទាន់បែកទេសូមអភ័យទោសដែលរំខាននិយាយមកឯងជាអ្នកណាឲ្យពិតប្រាកដជាអ្នកណាយើងជាអ្នកណានោះវាមិនសំខាន់ឡើយនៅតែមានមាត់រឹងទៀតមែនទេអញហ៊ានបន្លំធ្វើជាគ្រូសេលក្នុងកងទ័ពយើងបង្ខូចការវាយលុកក្រុងរបស់យើងតើគោលបំណងពិតប្រាកដរបស់អញគឺជាអ្វីតើអញធ្លាប់ឃើញមានអ្នកណាពន្យល់ប្រាប់មនុស្សស្លាប់ទេអន្ទាក់
អមតាភពលោកម្ចាស់គ្រូជួយជីវិតផងជួយផងជួយផងលឿនឡើងប្រញាប់ឡើងទៅឧបាសកហេតុអ្វីលោកត្រឡប់មកវិញទៀតហើយលោកម្ចាស់គ្រូអញ្ជើញតាមសម្រួលចុះខ្ញុំចាត់ទុកថាឯងសំណាងទៅចុះឧបាសកតូចអូលោកម្ចាស់គ្រូសូមថែខ្លួនផងតើឯងចង់រត់ទៅណាអូលោកស្នាក់នៅទីនេះបណ្ដោះអាសន្នសិនទៅខ្ញុំមានកិច្ចការសំខាន់ត្រូវចាត់ការណែអាខ្វាក់តូចដេកលក់ទៅមើលទៅមានមេត្តាណាស់រូបរាងក៏ស្អាតបាតគ្រាន់បើបងប្អូនអ្នកភូមិទាំងឡាយហើយនៅមិនទាន់សម្រាកទៀតឬមិនបាច់មកទទួលខ្ញុំទេមិនបាច់ទទួលមិនប្រញាប់មកទទួលទៅសម្រាប់វិញទៅចាប់ខ្លួនវាឲ្យបានខ្ញុំមិនមែនជាចៅប្រុសរបស់មេភូមិទេ